ព្រឹកមិញហ្នឹងអា Like and On ត្រូវបានចេញពីបន្ទប់ហ្នឹងខ្ទង់ម៉ោង9ជាងបងប្អូនថាធ្វើម្ហូបអត់តាន់តែដល់ពេលដែលយើង clean មានណារៀបចំពុបប៉ាប់អត់មាននៅ Ion ច្រើនទេហើយក៏រៀបចំសម្បីតែបេះល្ហុងបេះស្អីហ្នឹងក៏ធ្វើខ្លួនឯងទាំងអស់ហ្នឹងដោយសារមានតួឯងផងមានគេនៅនឹងប្រើគេទៀតដល់គេអត់នៅចេះធ្វើខ្លួនឯងកើតតែបងប្អូនហើយល្ហុងនេះដែរគឺខ្ញុំបេះអាតូចយកលើបងប្អូនបើសិនយកក្រោមវិញផ្លាយវាធំពេកហើយធំហ្នឹងមិនដឹងជាប្រហែលគីឡូទេមួយអាតូចប៉ុណ្្នឹងផងនៅតែយើងស្លអត់អស់វាច្រើនអញ្ចឹងណាវាយើងសាមអាម៉ាត់ជាមួយនឹងសាច់គោយើងដែរបើយើងដាក់សាច់គោប៉ុណ្្នឹងហើយដាក់ល្ហុងទាំងអស់ក៏វាកើតដែរអញ្ចឹងបងប្អូនចាហើយស្លម្ជូរគ្រឿងល្ហុងនេះដែរដូចជាធ្លាប់ធ្វើក៏អត់ទេអត់ចាំខ្លួនឯងទេបងប្អូនដូចជាមិនដែលបានធ្វើហ្មងយើងធ្លាប់ទៅស្លម្ជូរគ្រឿងមានតកួនមានស្លម្ជូរមួយត្រប់ដល់លើនេះយកមកដាក់ល្ហុងមានអីផ្លែទៅបងប្អូនហើយដោយសារសាច់គោយើងអត់មានប្រើឆ្អឹងទេបងប្អូនក៏នេះខ្ញុំគោគ្រឿងគោប្រហុកហើយនឹងបន្លែនឹងមុនបើសិនជាឆ្អឹងគឺយើងគោឆ្អឹងហើយតែដល់ពេលយើងគោសាច់ទាំងរឹងនៅនឹងហូបកើតទេហើយម្ជូរវិញគឺប្រើម្ជូរ7គូណាបងប្អូនមាន7ធំទេ7គូទៅបេះចិត្តផ្ទះនឹងឯងបាក់ទិញគេទេរបស់ខ្លួនឯងបេះទៅជុំវិញផ្ទះនឹងពេលដែលយើងដាក់រំងាស់ឲ្យផុយល្ហុងហើយគ្រឿងក្រៅគឺយើងដាក់ទាំងអស់បងប្អូនភ្លក់ឲ្យដឹងរសជាតិហើយចាំដាក់សាច់គោប៉ុន្តែស្ដាយបងប្អូនបើសិនជាដាក់សាច់គោហើយនេះខ្ញុំលើកភ្លាមគឺមិនដឹងថាសាច់ផុយហើយរសជាតិវាឆ្ងាញ់ហ្មងណាប៉ុន្តែដោយសារនេះខ្ញុំដាក់មកពុះមានណារៀងចង់ចូលស្វិតបន្តិចបាទចានៅវីដេអូនេះខ្ញុំក៏ដល់ទីបញ្ចប់ដែរអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលចូលចិត្ត like share វីដេអូនេះខ្ញុំជូនពរសំណាងល្អទាំងអស់គ្នា